សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយវាមិនមែនថ្មីណាស់ទេជាវីដេអូសកម្មភាពដែលខ្ញុំបានទៅលេងស្រុកមុនខ្ញុំប្រឡងបាក់ឌុបសកម្មភាពខ្ញុំដើរទៅផ្ទះយាយរបស់ខ្ញុំជាយាយបង្កើតរបស់ខ្ញុំដើម្បីទៅបេះផ្លែឈើផ្លែតបែកផ្លែអីចឹងណាទៅបេះផ្លែយាយទៅផ្ទះយាយខ្ញុំគាត់ដាំច្រើនអញ្ចឹងហើយខ្ញុំទៅយូរបានទៅម្ដងយើងទៅប្រមូលមកឲ្យអស់អញ្ចឹងណាហើយសំឡេងស្អកតិចបងប្អូនអរគ្នាសំឡេងបែកកងតិចសារផ្ដាសាយ 3-4 ថ្ងៃបងប្អូននេះខ្ញុំដើរទៅមិនដឹងនិយាយអីខ្លះបងប្អូនហើយបើបានស្ដាប់វីដេអូពេញវល់ពេញហ្នឹងបងប្អូនហើយទូរស័ព្ទកាន់ថតនេះគឺថតយ៉ាងក្តៅហើយអស់ភ្លើងទៀតទូរស័ព្ទទៅនឹងមានតែថ្មតែ 10% ជាងហើយថតវីដេអូ resolution អត់ច្បាស់ទេវាអស់ថ្មតាក់ផងឲ្យផងអញ្ចឹងណាហើយទៅនេះមានអារម្មណ៍ថាដល់ណាយើងយូរទៅយើងយូរបានទៅស្រុកម្ដងហើយយើងបានទៅនេះស្រូបយកខ្យល់អាកាសនៅស្រុកស្រែយើងម្ដងបងប្អូនមើលទេសភាពទៅដឹងពេលល្ងាចម៉ោង 4 ម៉ោង 5 ហ្នឹងគឺមានអារម្មណ៍ថា fresh មែនតើបងប្អូនគឺយើងវាអត់មាន stress បើយើង stress យើងទៅតំបន់ចឹងគឺមានអារម្មណ៍ថា fresh ហ្មងអត់មានទៅ stress អីខ្លាំងទេយើងទៅស្រូបវាខ្យល់ចឹងយើងមានអារម្មណ៍ថាធូរយើងអត់ទៅមានអីទៅសម្ពាធមកពីណាអញ្ចឹងបងប្អូនហើយខ្ញុំសូមលើកទឹកចិត្តបងប្អូនថាបើសិនជាយើងមានអារម្មណ៍ថាមួម៉ៅធុញថប់យើងទៅរកកន្លែងណាដែលខ្យល់បរិសុទ្ធចឹងបងប្អូនដែលមានទេសភាពខៀវស្ងាត់មើលថ្ងៃលិចមើលអីចឹងទៅគឺមានអារម្មណ៍វាអារម្មណ៍យើងវានឹងធូរល្អមកវិញណាយើងប្រសើរមកវិញបងប្អូនខ្ញុំលើកទឹកចិត្តហ្មងយើងធ្វើអញ្ចឹងយើងកុំទៅកន្លែងណាដែលអ៊ូអទៅកន្លែងណាដែលស្ងាត់វាធុញថប់បងប្អូនបើយើងទៅកន្លែងអញ្ចឹងវាស្ងាត់តែវាមានខ្យល់បរិសុទ្ធល្អវាមានទេសភាពស្អាតយើងស្ដាប់សំឡេងសត្វយំយើងនេះវាស្ដាប់សំឡេងសត្វយំតាមព្រៃអញ្ចឹងវាមានអារម្មណ៍ថាមួយបែបទៀតបងប្អូនយើងកុំទៅដើរលេងអត់ប្រយោជន៍អីចឹងបងប្អូនបើយើងមានពេលខ្លះមួយអាទិត្យឬមួយក៏មួយខែយើងទៅមានពេលឲ្យខ្លួនឯងទៅដើរលេងបែបចឹងយ៉ាងតិចណាក៏2ថ្ងៃឬមួយក៏3ថ្ងៃដែរបងប្អូនបើបងប្អូនអត់មានពេលយ៉ាងហោចណាស់មួយខែបានតែមួយថ្ងៃក៏វាល្អដែរណាហ្នឹងហើយបងប្អូននេះខ្ញុំដើរថតនេះកន្លែងផ្លូវនេះគឺផ្លូវខ្ញុំក្នុងវីដេអូនោះខ្ញុំនិយាយថាអនុស្សាវរីយ៍ខ្ញុំធ្លាប់កាលនៅផ្ទះបងប្អូននៅស្រុកខ្ញុំខ្ញុំអត់តាមឡើងមកពេញទេតែខ្ញុំដើរដាក់សัตว์កដោយកមកធ្វើម្ហូបបងប្អូនគឺដាក់នៅហ្នឹងឯងបងប្អូនហើយនេះខ្ញុំដើរទៅខាងជើងស្រះទៅមើលផ្លែតបែកបងប្អូនទៅបេះតបែកយកមកផ្ញើអ្នកគ្រូចឹងណាអានេះស្រះទឹករបស់យាយខ្ញុំយាយតារបស់ខ្ញុំណាស្រះទឹកហ្នឹងកាលមុនរាក់ទេតែឥឡូវជ្រៅបងប្អូនគាត់កាយថែមមើលមុខទៅដឹងបងប្អូនមុខមើលមិនយល់បងប្អូនសក់ដល់កាលនោះមិនសក់ពិបាកមើលបងប្អូនហើយខ្ញុំបានដើរទៅយកថង់ខ្ញុំដើរឲ្យមើលទេសភាពកន្លែងស្រះខ្ញុំទៅយកថង់ដោយសារតែអត់មានអីដាក់ខ្ញុំអត់សូវបានថតច្រើនបងប្អូនខ្ញុំវារៀងអៀនណាខ្ញុំមិនសូវហ៊ានកាន់កាមេរ៉ានេះគឺនេះផ្ទះយាយរបស់ខ្ញុំព្រមតូតដីគាត់ដាំគេដាំហៅថាបន្លែផ្អែមខ្លះហ្នឹងគេហៅឆៃយ៉ាអញ្ចឹងណាបងប្អូននេះកាត់មកបន្តទៀតដោយសារខ្ញុំអត់បានថតនៅក្នុងផ្ទះអញ្ចឹងក៏ចូលមកកន្លែងបេះយកតែម្ដងខ្ញុំដើរមកកន្លែងដើមតបែកនេះសិតតែដើមម្ទេសបងប្អូនដើមម្ទេសងាប់អស់លេងបងប្អូនស្ដាយដើមម្ទេសដើមសក់ដើមអីពេញហ្នឹងនេះដើមតបែកបងប្អូនដើមទៀបទេវាទៀបទេតែផ្លែគឺផ្លែពេញដើមផ្លែច្រើនមែនតើខ្ញុំបេះបានដូចជា
ចិត្តកន្លះបេបងប្អូនបានច្រើនណាបានឡើងមកភ្លុះតែដាក់មកដាក់យកមកពេញវិញខូចខ្លះសារតែវាអត់មានខ្យល់អញ្ចឹងណានេះបងប្អូនមើលតបាយធំបងប្អូនការខ្ញុំនៅស្រុកការខ្ញុំមិនតាន់ឡើងមកនៅពេញគឺតបាយហ្នឹងទុយបងប្អូនអត់សូវធំទេតបាយផ្លែប៉ិនមេជើងនេះតែខ្ញុំទៅលើក្រោយផ្លែមកធំបងប្អូនមើលសស្គូបងប្អូនអាខ្លះណាទុំអញ្ចឹងទៅខ្ញុំដើរបេះពេញទាំងឡើងបែកញើសហៀក៏ខ្លាចចឹងអាខ្លាទូការផ្លែតបាយតាក់សក់ឈឺវិញហ្នឹងខ្ញុំមើលផ្លែឡើងចកោមបងប្អូនយីមែនរបស់ធម្មជាតិយើងញ៉ាំទៅឆ្ងាញ់ហ្មងបើរបស់ដែលគេប្រើថ្នាំរាជីគីមីញ៉ាំទៅសូវមានរសជាតិទេបងប្អូនវាប៉ះពាល់ដល់សុខភាពទៀតណាតែបើរបស់ធម្មជាតិចេះគឺឆ្ងាញ់បងប្អូនខ្ញុំដាក់មួយម៉ាត់ទៅជាតិជ័យជាតិមកបងប្អូនដាក់ទៅជាតិយកតែមែនតែនសម្លេងស្អកទៀតបងប្អូនហើយខ្ញុំបេះបានច្រើនយកមកចែកមិត្តភ័ក្តិចែកលោកគ្រូចែកអ្នកគ្រូចឹងណាអ្នកគ្រូដែលគាត់ចូលចិត្តជាពិសេសបងស្រីរបស់ខ្ញុំបាទមិនបងបកកើតទេស្គាល់គ្នាតែខ្ញុំហៅគាត់ហៅបងស្រីចឹងទៅខ្ញុំបេះនេះផ្លែដល់បងប្អូនខ្លះខ្ញុំអត់យកទេខ្ញុំយកល្មមអាផ្លែមិញគឺខូចវាមិនដឹងអីស៊ីសត្វស៊ីហ្នឹងខូចអស់លេងបងប្អូនវានៅក្រោមពេលសត្វស៊ីចាំមើលលើក្រោយទៀតបើសិនខ្ញុំបានទៅផ្ទះមួយសារទៀតថ្ងៃណាដែលខ្ញុំបានទៅផ្ទះខ្ញុំថតវីដេអូពេញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនខ្ញុំទិញកាមេរ៉ាតែឥឡូវវាអត់មានថវិកាសម្រាប់ទិញកាមេរ៉ាចឹងខ្ជិលយើងថតទូរស័ព្ទវាពិបាកក្តៅពេលបងប្អូននេះខ្ញុំដើរចុះដើរឡើងរកកន្លែងឡើងអត់ឃើញបងប្អូនតែដើរមកឡើងប៉ក់ឡើងមកលើផ្លែវានៅតែចុងមេបងប្អូនអាដើមតបែកហ្នឹងវាអត់ស្វិតវាផុយយើងជន់តែបន្តិចគឺបាក់តែម្ដងអត់ដូចដើមអំពិលទេបងដើមអំពិលតែប្រប៉ិនមេដៃក៏ស្វិតដែរតែបើដើមតបែកប្រប៉ិនមេដៃប៉ះបន្តិចទៅហើយបងនេះតបែកនៅលើធំបងប្អូនខ្ញុំនឹកខ្ញុំខាឃើញខ្ញុំយកវីដេអូហ្នឹងយកមកបញ្ចូលសម្លេងវិញខ្ញុំឃ្លានតបែកទៅដល់មនុស្សខ្ញុំអត់សូវចូលចិត្តជូរអត់សូវចូលចិត្តរបស់មកជូរដែរចឹងតែពេលដែលឃើញឃ្លានញ៉ាំតែញ៉ាំអត់បានច្រើនញ៉ាំអស់តែមួយចំណិតពីរចំណិតគឺអស់មែនទេកាមេរ៉ាកាន់ទៅវិលវិញហ្នឹងបងប្អូនវិលវីដេអូហ្នឹងវិលតិចសារតែវាអរិយអត់មានអ្នកកាន់ឲ្យហើយវីដេអូហ្នឹងក៏ចិត្តចប់ដែរបងប្អូនមើលតាមហ្នឹងទៅដឹងហើយថាវេទនាប៉ុណ្ណាខ្ញុំបេះបោះពេលហ្នឹងដោយសារពិបាកកាន់កាមេរ៉ាផងហើយទូរស័ព្ទអស់ថ្មក្តៅនៅដៃហ្នឹងហើយបងប្អូនកុំភ្លេចជួយចុច like ចុច share ចុច subscribe ឲ្យម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតបាយបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយបាយ